បាទសួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូឃ្លីបថ្មីនៅក្នុងវីដេអូថ្ងៃនេះអ្វីដែលខ្ញុំលើកយកមកបង្ហាញជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគឺតាក់ទងជាមួយនឹង thermal paste អ្វីជា thermal paste បាទនេះគឺជា thermal paste អ្នកទាំងអស់គ្នាthermal paste នេះគឺមានតួនាទីសំខាន់មែនទែននៅក្នុងកុំព្យូទ័របើសិនជាកុំព្យូទ័រយើងរៀបបាទដូចនេះអញ្ចឹងយើងរៀបទៅយើងអត់ដាក់ thermal paste ទេនឹងធ្វើឲ្យខូច CPU បាទ laptop ក៏អញ្ចឹងដែរមិនថាជាប្រភេទ gaming ឬក៏ laptop ប្រភេទ office ទេនៅកន្លែង CPU ហ្នឹងគឺត្រូវតែមាន thermal paste ហ្នឹងតោះឥឡូវយើងនឹងទៅសិក្សាស្វែងយល់អំពី thermal paste ទាំងអស់គ្នាថាអ្វីជា thermal paste ហើយវាមានតួនាទីបែបណានៅក្នុងកុំព្យូទ័រអូខេ thermal paste មានន័យថាវាជា liquid ឬក៏យើងហៅថាជាវត្ថុរាវម្យ៉ាងដែលជួយចម្លងកម្ដៅពី CPU មកកាន់ដែក heatsink នៅក្នុងកុំព្យូទ័របើសិនជាកុំព្យូទ័រមួយរៀបអត់ដាក់ thermal paste ឬក៏យើងអត់ដាក់ thermal paste នៅលើ CPU ចន្លោះដែក heatsink នឹងទេនោះនឹងធ្វើឲ្យកុំព្យូទ័រនោះមិនអាចចម្លងកម្ដៅបានល្អបាទនៅពេលដែលវាចម្លងកម្ដៅអត់បានល្អវានឹងធ្វើឲ្យកម្ដៅនឹងងុំជាប់នឹង CPU ឬក៏ដូចជា GPU អាចនឹងធ្វើឲ្យមិនយូរប៉ុន្មាន CPU នឹងត្រូវខូចបាទចំណុចមួយនេះដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសិក្សាស្វែងយល់ហើយក៏ដូចជាយល់អំពីប្រភេទនៃ thermal paste នៅពេលបច្ចុប្បន្នដែរដោយសារតែ thermal paste នេះពីច្រើនមានបងប្អូនមួយចំនួនគាត់ទិញយកទៅដាក់ខ្លួនឯងហើយបងប្អូនមួយចំនួនទៀតក៏អត់ទាន់ដឹងទេបើអត់ទាន់ដឹងទេយើងនឹងបញ្យល់ទាំងអស់គ្នាឲ្យបានច្បាស់ហ្មងបាទពាក្យនៅក្នុងthermal paste នេះជាទូទៅនៅពេលដែលយើងដាក់ពីច្រើនបើសិនជាវាល្អមានការធានាដូចជា thermal paste នេះ8ឆ្នាំអ្នកនរ8ឆ្នាំបាទមានន័យថាអាយុកាលរបស់វាដល់ទៅ8ឆ្នាំតាំងពីយើង unbox វាជាមួយនឹងនេះមកយើងអាចដាក់វារយៈពេល8ឆ្នាំប៉ុន្តែខ្ញុំណែនាំអត់ឲ្យដល់ប៉ុណ្ណឹងទេមានន័យថានៅពេលដែលយើងដាក់វាហើយអាចទៅ3ឆ្នាំ4ឆ្នាំអីទៅយើងដោះលាងដាក់ឡើងវិញទៅអានេះជាចំណុចខ្ញុំអត់ណែនាំដល់8ឆ្នាំហ្នឹងទេពេលខ្លះគេត្បិតតែគេធានាអញ្ចឹងមែននៅក្នុងនេះប៉ុន្តែជាភាពជាក់ស្ដែងទេយើងកុំទុកចិត្តពេកចំណុចមួយហ្នឹងអញ្ចឹងដោយតែអ្នកយល់ហើយអំពីអ្វីជា thermal paste ហើយនឹងតួនាទីរបស់វាបន្តនេះយើងនឹងនិយាយអំពីប្រភេទរបស់ thermal paste នៅពេលបច្ចុប្បន្នហ្មងនៅពេលបច្ចុប្បន្ននេះប្រភេទនៃ thermal paste ដែលខ្ញុំបានដឹងអញ្ចឹងបើសិនជាមានលើសនឹងទៀតក៏ខ្ញុំអត់ហ៊ាននិយាយដែរបច្ចុប្បន្ន thermal paste មានពីរប្រភេទគឺ thermal paste ធម្មតាបាទឬក៏យើងហៅថាកៅត្រជាក់ធម្មតាទៅតាមអ្នកបច្ចេកទេសអ្នកខ្លះគាត់ហៅអញ្ចឹងបាទអញ្ចឹងអា thermal paste ធម្មតាហ្នឹងជា thermal paste មួយដែលងាយស្រួលនៅក្នុងការប្រើប្រាស់អ្នកណាក៏អាចដាក់បានដែរងាយស្រួលមែនតើអត់ពិបាកទេអាធម្មតាហ្នឹងប៉ុន្តែបើសម្រាប់អាពពួក thermal paste liquid metal ជាប្រភេទ liquid metal អានេះគឺរៀងពិបាកនៅមានភាពស្មុគស្មាញវាមិនស្មុគស្មាញប្រហែលទេវាទាមទារឲ្យយើងមានលក្ខណៈបច្ចេកទេសនៅពេលដាក់តែប៉ុណ្ណឹងឯងអញ្ចឹងបើសិនជាករណីយើងដាក់thermal paste liquid metal នឹងខុសបច្ចេកទេសឬក៏មិនមានស្តង់ដារឬក៏មិនត្រឹមត្រូវអាចបង្កហានិភ័យច្រើនដល់កុំព្យូទ័ររបស់យើងវាអាចធ្វើឲ្យខូចកុំព្យូទ័រយើងបើកអត់ចេញតែម្ដងនេះជាចំណុចមួយអញ្ចឹងឥឡូវខ្ញុំនិយាយអំពី thermal paste ធម្មតាមុនចាំយើងចូលដល់ពួក thermal paste liquid metal គ្រប់កុំព្យូទ័រទាំងអស់បាទបច្ចុប្បន្នណាបើកាលពីមុនយើងប្រើធម្មតាទាំងអស់ហើយប៉ុន្តែមកដល់បច្ចុប្បន្នវាមានកុំព្យូទ័រដែលពួក high end ដែលពួកចេញសេរីក្រោយៗយើងនិយាយថាជាពួក graphic ធំៗណាអញ្ចឹងភាគច្រើនគឺប្រើ liquid metal តែបើពួកត្រឹមកម្រិត office ធម្មតាឬក៏ពួកកម្រិតមធ្យមអីហ្នឹងគឺយើងប្រើដូចជាពួក thermal paste ធម្មតាទេប៉ុន្តែយើងអត់ហ៊ាននិយាយទេតតែអ្នកទាំងអស់គ្នាត្រូវ check ឲ្យបានច្បាស់សិនថាកុំព្យូទ័ររបស់យើងប្រើ liquid metal ឬក៏កុំព្យូទ័ររបស់យើងប្រើជាប្រភេទ thermal paste ធម្មតាthermal paste ធម្មតាការចម្លងកម្ដៅរបស់វាមិនសូវបានល្អដូចជាពពួក liquid metal ទេបាទអានេះជាចំណុចមួយសម្រាប់ thermal paste ធម្មតាប៉ុន្តែអា thermal paste ធម្មតាវាងាយស្រួលនៅក្នុងការប្រើប្រាស់ងាយស្រួលនៅក្នុងការដាក់អាចដាក់ខ្លួនឯងបានដោយមិនបាច់ភ័យឬក៏ព្រួយបារម្ភអីទេអាហ្នឹងអាពួក liquid ធម្មតា thermal paste ធម្មតាបាទចំណែកមួយទៀតបាទយើងនិយាយអំពី thermal paste ជាប្រភេទ liquid metal មានលក្ខណៈពិសេសមិនthermal paste នេះគឺល្អមែនទែនសម្រាប់កុំព្យូទ័រវាជួយចម្លងកម្ដៅបានល្អខ្លាំងជាង thermal paste ធម្មតាប៉ុន្តែក៏មានលក្ខណៈពិសេសមួយចំនួនដែរដែលអ្នកនរគ្នាត្រូវស្វែងយល់នៅពេលដែលដាក់វា check
computer នោះថា computer នោះប្រើប្រភេទ liquid metal ឬក៏ប្រើជា thermal paste ធម្មតាហើយជាទូទៅ computer ប្រភេទធំវាមានពីរផ្នែក GPU ផ្សេងផ្នែក CPU ផ្សេងអញ្ចឹងយើង check ឲ្យបានច្បាស់ឬក៏យើងមើលគំរូនៅ thermal paste ចាស់របស់វាជួនកាលទៅវាអាចនៅលើ GPU វាប្រើជា liquid metal ប៉ុន្តែនៅលើ CPU វាប្រើជា thermal paste ធម្មតាអញ្ចឹងត្រូវដាក់ឲ្យត្រូវតាមស្តង់ដាររបស់វាវិញអត់ត្រូវដាក់ខុសស្តង់ដារទេបាទអញ្ចឹងបន្តទៀតយើងនិយាយអំពី liquid metal នឹងដដែលដូចអ្នកខ្ញុំត្រូវការដាក់ត្រូវមានការប្រុងប្រយ័ត្នហើយមិនមែនគ្រប់តែ computer អាចដាក់ liquid metal បានទេបាទចំណុចមួយទៀតនោះគឺ liquid metal ហ្នឹងការដាក់ត្រូវប្រុងប្រយ័ត្នហើយត្រូវមានលក្ខណៈបច្ចេកទេសត្រឹមត្រូវដូចជា CPU ធម្មតាអត់បញ្ហាណានៅពេលដែលយើងដាក់មិនខ្វះការប្រុងប្រយ័ត្នតិចតួចអត់អីទេបាទតែអា metal នេះទៅរៀងពិបាកបន្តិចយើងរៀងពិបាកបន្តិចក្នុងការដាក់វាត្រូវរៀបចំឧបករណ៍សម្ភារៈឲ្យបានត្រឹមត្រូវដោយសារតែ thermal paste ជាប្រភេទ liquid metal យើងមានផ្នែកមួយវាជា metal ដែលចម្លងចរន្តអគ្គិសនីបើអាធម្មតាអត់ចម្លងចរន្តអគ្គិសនីទេតែអា metal ហ្នឹងគឺអា liquid metal ហ្នឹងគឺចម្លងចរន្តអគ្គិសនីអញ្ចឹងបើសិនជាវាចម្លងចរន្តអគ្គិសនីដោយដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងនៅពេលដែលវាស្រក់ឬក៏កពប់ទៅលើ board បន្ទះស៊ីគ្វីអគ្គិសនីវានឹងអាចប៉ះពាល់ទៅលើ component ទូចដូចជាមានកង់ដង់មាន resistance មាន chip ផ្សេងទៀតអញ្ចឹងអាចធ្វើឲ្យ motherboard ហ្នឹងបោះ laptop ហ្នឹងអត់ដំណើរការបោះ desktop ហ្នឹងអត់ដំណើរការអញ្ចឹងអាហ្នឹងហើយជាបញ្ហាដែលអ្នកនរគ្នាត្រូវប្រឈមបាទហើយចំណុចមួយទៀតបើយើងនិយាយឲ្យកាន់តែស៊ីជម្រៅរបស់thermal paste ជាប្រភេទ liquid metal ការប្រើប្រាស់អ្នកនរគ្នាត្រូវមើលដែរបើសិនជាទូទៅយើង check spec ដឹងហើយប៉ុន្តែខ្ញុំគាត់តែបន្ថែមមួយចំណុចទៀតអញ្ចឹងណាអញ្ចឹងការប្រើប្រាស់ទៅលើវាគឺទីមួយ component ដែលដាក់ភ្ជាប់ជាមួយវាណាដែលដាក់ភ្ជាប់ជាមួយវាដូចជា CPU ដូចជាដៃ heat sink បាទអញ្ចឹងទីមួយការប្រើប្រាស់ត្រូវរបស់វានឹងគឺត្រូវ nickel មានន័យថាវាប្រើជាមួយនឹងពពួក nickel ហើយមួយទៀតនឹងប្រើជាមួយប្រភេទ spon បើសិនជាដូចជាដៃ heat sink របស់យើងជាប្រភេទ aluminum គេអត់ឲ្យប្រើទេព្រោះអីដោយសារតែអាប្រភេទ liquid metal នេះវាបង្ក aluminum ហ្នឹងទៅជាឆេះទៅជាអីអញ្ចឹងគេអត់ឲ្យប្រើទេអញ្ចឹងបើសិនជាករណីយើងរៀបអានេះការរៀបអានេះពួកអាធុងនេះវាអាច CPU របស់យើងប្រើអាចដាក់ liquid metal បានប៉ុន្តែយើងត្រូវពិនិត្យទៅមើលអាប្រទេសដង្ហាល់ណាប្រទេសដង្ហាល់ឬក៏យើងហៅថាជា CPU fan នៅក្រុម CPU fan ហ្នឹងមានដៃ heat sink ហ្នឹងចន្លោះហ្នឹងវាប្រើជា aluminum ឬក៏វាប្រើជា spon ឬក៏ប្រើ nickel អញ្ចឹងបើសិនជាករណីវាប្រើជា aluminum អ្នកគ្នាប្រើ thermal paste ធម្មតាទៅឬក៏យើងអាចដូរ fan យក fan ណាដែលមានជាប្រភេទspon ឬក៏ nickel ដើម្បីឲ្យវាជួយចម្លងកម្ដៅបានល្អហើយវាប្រើជាមួយនឹង liquid metal តែប្រភេទ laptop ជាទូទៅគេ build មកមានស្តង់ដាររបស់វាត្រឹមត្រូវហើយយើងមិនខ្វល់ទេបើសិនជាយើង check ទៅ spec របស់វាថាវាបញ្ជាក់ប្រើជា liquid metal អញ្ចឹងយើងមិនខ្វល់ជាមួយនឹងនេះទេគ្រាន់តែយើងរៀបធ្វើម៉េចត្រូវមានការប្រុងប្រយ័ត្នយើងដាក់ទឹកត្រជាក់ជាប្រភេទ liquid metal ហ្នឹងឲ្យម៉េចឲ្យមានការប្រុងប្រយ័ត្នកុំឲ្យវាស្រក់ធ្លាក់ទៅលើប្រទេស board របស់ computer តែប៉ុណ្្នឹងទេបាទអូខេដូចដែលខ្ញុំបាននិយាយអញ្ចឹងតាក់ទងជាមួយនឹង thermal paste បាទអញ្ចឹងខ្ញុំសរុបសេចក្តីមកវិញ thermal paste គឺជា liquid គឺជាវត្ថុរាវអង្គធាតុរាវមួយដែលគេដាក់នៅលើ CPU ដើម្បីជួយចម្លងកម្ដៅពី CPU មកកាន់ដៃ heat sink បាទបើសិនជាករណីវាចម្លងកម្ដៅបានល្អវានឹងធ្វើឲ្យ CPU នឹងត្រជាក់ការប្រើប្រាស់របស់យើងក៏មានអាយុកាលបានយូរហើយការប្រើប្រាស់ក៏មិនមានបញ្ហាអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ការបកស្រាយតាក់ទងជាមួយនឹង thermal paste បាទគឺមានតែប៉ុណ្្នឹងទេអញ្ចឹង thermal paste គឺមានតួនាទីសំខាន់មែនទែននៅក្នុង computer បាទអូខេអរគុណមែនទែនសម្រាប់ការទស្សនាយើងនឹងជួបគ្នាជាមួយនឹងវីដេអូលើកក្រោយទៀតបើសិនជាខ្ញុំមានអ្វីមួយដែលខ្ញុំគិតថាថ្មីឬក៏ខ្ញុំគិតថាវាសំខាន់សម្រាប់អ្នកដែលគាត់ចង់សិក្សាអំពី component អំពី computer អំពីផ្នែកផ្សេងឬក៏ដំណោះស្រាយផ្សេងអ្នកគ្នាអាច comment នៅក្នុងវីដេអូបានខ្ញុំនឹងព្យាយាមផលិតនៅវីដេអូដើម្បីចែករំលែកជូនអ្នកទាំងអស់គ្នាបាទអរគុណមែនទែនសម្រាប់ការទស្សនា